ok ចុះយើងមានមួយទៀតគឺcenter ដូចគ្នាទៅនឹង align content ដែរទេយើងមាន center គឺវានៅចំកណ្ដាលគឺមានន័យថាយើងគិតពីឆ្វេងពីស្ដាំមកគឺវានៅកណ្ដាលសម្រាប់ align content គឺយើងគិតលើក្រោមណាខាងលើគឺ flick start ខាងក្រោម flick end ហើយនៅកណ្ដាលនេះអាកណ្ដាលទៅនេះវាបើវាចុះមកអញ្ចឹងអាហ្នឹងវាហៅថា align content ហើយតែបើពេលវារត់ជួរដេកអញ្ចឹងគឺយើងហៅថា justify content ណាហើយវាមានភាពរបស់វាដូចគ្នាទេយើងមានវាមាន tag របស់វាគឺដូចគ្នាទេវា flick start flick end center ហើយវាមាន space around ណានេះ space around space between ឥឡូវយើងនិយាយពី space between គឺវាទាញitem របស់យើងទៅគៀនហើយវាទុក space ចន្លោះមួយនេះឲ្យស្មើគ្នាឲ្យយើងណាអានឹងយើងហៅថា space between ហើយយើងមានមួយទៀតគឺ space around គឺវាទុកជុំវិញនេះឲ្យយើងនេះអាខាងគៀននេះវាទុកធំឲ្យយើងហើយសល់ប៉ុន្មានវាមកចែកជា space នៅកណ្ដាលនេះណាអូខេវាខុសគ្នាត្រង់ថាអា space between គឺវាទាញអានេះមកដល់គៀនណាហើយបានវាចែក space កណ្ដាលនេះណាហើយអញ្ចឹងដល់ពេល space around គឺវាទុកអានេះធំណាហើយបានវាចែកកណ្ដាលនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើលមេរៀនទី47ដែលខ្ញុំបាននិយាយអំពី space between ហើយនិង space around វាខុសគ្នាមិនចឹងណាអូខេហើយយើងមានមួយទៀតគឺ space evenly ណា space evenly អូខេ space evenly នេះក៏យើងបានរៀននៅមេរៀនទី47ហើយដែរហ្នឹងហើយអញ្ចឹងគ្រាន់តែវាដូរតែទិសដៅឯអានេះវា tag របស់វាគឺដូចគ្នាគ្រាន់តែទិសដៅវាមួយផ្ដេកមួយប្រឈរទៅប៉ុណ្្នឹងទេណាអូខេអញ្ចឹងអា space evenly នេះគឺវាឲ្យប៉ុនគ្នាទាំងអស់ទាំងគៀនទាំង space កណ្ដាលអីហ្នឹងគឺប៉ុនគ្នាទាំងអស់ហ្នឹងយើងហៅថា space evenly តែជាទូទៅយើងតែងតែជួបគេធ្វើទៅលើ space between ណា space around space between យើងអាចប្រើបានអ្វីដែលយើងចង់បានយ៉ាងម៉េចយើងប្រើអញ្ចឹងទៅយើងតេស្តមើលណាអញ្ចឹងវាសមនឹងអ្វីដែលយើងចង់បានហើយយកហ្នឹងទៅអូខេអត់សំខាន់អូខេបើសិនអ្នកទាំងអស់គ្នាអត់យល់ទៅណាអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូចង់ឲ្យខ្ញុំផលិតឬក៏បង្កើតនៅវីដេអូដើម្បីបញ្យល់បន្ថែមទៅលើបច្ចេកទេសទាំងអស់ហ្នឹងខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាណាបាយបាយ